ជាកូនស្រីច្បងតែម្នាក់គត់នៅក្នុងក្រុមគ្រួសារហើយអ្វីបានជាសុកចិត្តចាក់ចេញទៅរស់នៅក្នុងប្រទេសជប៉ុនដោយអត់មានត្រឡប់ក្រោយសោះចានិយាយទៅសម្រាប់នាងខ្ញុំគឺការសិក្សារៀនសូត្រអ្វីដែលថ្មីថ្មីហ្នឹងចាគឺជាបំណងប្រាថ្នាតែមួយគត់ចាបើសម្រាប់ឪពុកម្ដាយរបស់នាងខ្ញុំផ្ទាល់បើយើងចាក់ចេញមកនៅក្រៅប្រទេសអញ្ចឹងគឺគាត់អត់អនុញ្ញាតទេចាចង់សុំគាត់មករស់នៅក្រៅប្រទេសចង់មករៀនសូត្រអីគឺអត់ហ្មងចាបដិសេធរហូតថ្ងៃនេះមកញ៉ាំបាញ់ឆែវនៅហាងមួយចាធ្លាប់មកញ៉ាំជាមួយនឹងញាតិមិត្តបងប្អូនណាកាលពីនៅរៀងក្មេងៗដែរចាប៉ុន្តែថ្ងៃនេះអត់បានមកជុំគ្នាទេគឺមកតែក្រុមគ្រួសារយើងដោយសារតែជីកកាត់ចូលមកផ្លែតបដ ாய் ទៅចាអត់មានពេលច្រើនដោយបងប្អូនឃើញស្រាប់ហើយសមាជិកគ្រួសារមានតែ4នាក់ទេឥឡូវមានប្អូនថ្លៃម្នាក់ទៀតមកអញ្ចឹងណាចារស់នៅឆ្ងាយពីគ្នាយើងរៀងសែតបន្តិចដែរណាចាប៉ុន្តែសម័យឥឡូវគេមានអ៊ីនធឺណិតអញ្ចឹងយើងអាចនិយាយទូរស័ព្ទជាមួយគ្នាបានរាប់ម៉ោងហើយសម្រាប់នាងខ្ញុំណាពេលដែលនិយាយទូរស័ព្ទហ្នឹងគឺក្រោយម៉ោងធ្វើការចានិយាយទៅពេលបើកឡានចេញពីកន្លែងធ្វើការបើកឡានកាត់ផ្លូវស្ងាត់អីចឹងខ្លាចខ្មោចអីចឹងទៅចាទេទៅម៉ាក់នាងខ្ញុំហើយដោយរបៀបថាយើងណាត់គ្នាទុកមុនអញ្ចឹងណាម៉ោងហ្នឹងគឺម៉ោងយើងចេញពីធ្វើការហើយអញ្ចឹងគាត់ដឹងហើយឲ្យតម៉ោងហ្នឹងចាចប់ការងារចូលឡានព្រឹបចាចាប់ផ្ដើមទាញទូរស័ព្ទមកទេហ្មងហើយបើកឡានតម្រាំទៅដល់ផ្ទះបានឈប់និយាយទូរស័ព្ទមានពេលតែប៉ុណ្្នឹងឯងសម្រាប់អ្នកនៅឆ្ងាយពីគ្នាដឹងអីចាបងប្អូនមួយចំនួនគាត់ទូរស័ព្ទរកគ្នាពេលយប់អីចឹងសម្រាប់អ្នកខ្ញុំអត់ទេពេលឆប់ម៉ោងការងារព្រួយទៅដល់ផ្ទះយើងត្រូវធ្វើនេះធ្វើនោះផ្សេងទៀតអញ្ចឹងណាយើងរវល់ខ្លាំងចានិយាយទៅតាំងពីនៅក្មេងនឹងខ្ញុំចាំបានថាចាប់ផ្ដើមចូលអនុវិទ្យាល័យភ្លាមនឹងខ្ញុំចាប់ផ្ដើមរៀនចំណេះជំនាញពីម៉ាក់តែគាត់ជាអ្នករកស៊ីចាគាត់ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់អញ្ចឹងហើយយើងរៀនមួយថ្ងៃបន្តិចពីគាត់ណាចាចេះអត់ដឹងខ្លួនទេអញ្ចឹងហើយក៏យើងមានលទ្ធភាពដែលអាចជួយគាត់បានជួយសម្រាប់បន្ទុកណាហើយទៅរៀនបដាហ្នឹងមកឆ្លៀតជួយធ្វើការទៀតចានិយាយទៅចេញទៅពីសាលាទៅបណ្ណាល័យចេញពីបណ្ណាល័យទៅផ្ទះជួយការងារម៉ាក់ហ្មងអត់មានឆ្លៀតពេលទៅកន្លែងណាផ្សេងបានដូចកូនគេទេនិយាយទៅអនុស្សាវរីយ៍ចាការនៅក្មេងហ្នឹងគឺតិចមែនតែនដូចថាយើងដើរលេងមួយមិត្តភ័ក្តិអីចឹងអត់មានច្រើនទេហើយរបៀបថាយើងកូនស្រីតែមួយនៅក្នុងក្រុមគ្រួសារផងអញ្ចឹងហើយប៉ាម៉ាក់គាត់រៀងតឹងរឹងណាទៅណាក៏អត់បានដែរត្រូវតែសុំរហូតហ្មងចាសុំបីតែហែលទឹកចារហូតដល់ធំចេញធ្វើការខ្លួនឯងអីខ្លួនឯងបានទៅរៀននៅសាលាហែលទឹកខ្លួនឯងហ្មងចាមកថាឲ្យទៅហែលទឹកទលេទឹកស្ទឹងបឹងបួអីចាលួចទៅម្ដងត្រូវម្ពាត់ចាលេងហ៊ានទៅរហូតហ្មងបងប្អូនហើយអត់ចេះហែលទឹកទេទឹមតែចេះឥឡូវនឹងឯងរបៀបថាគាត់ខ្លាចយើងលងអីចឹងណាបងប្អូនយើងនៅក្មេងប៉ុន្តែចង់ចេះហែលទឹកមែនតែនហ្មងចូលចិត្តកីឡាហែលទឹកនឹងដែរហើយនេះថ្ងៃមួយទៀតនៅស្រុកខ្មែរគឺចេញទៅញ៉ាំកាទៀវនៅពេលព្រឹកកន្លែងនោះគេមានចិញ្ចឹមត្រីទៀតណាត្រីកយដូចនៅជប៉ុនដែរបងប្អូនបរិយាកាសមើលទៅឡើងស្រស់ស្រាយខ្លាំងមែនតែនហ្មងកាទៀវអីហ្នឹងគឺថានៅជប៉ុនអត់មានទេរសជាតិបែបហ្នឹងគឺពិសេសខ្លាំងមែនតែនមានតែនៅស្រុកខ្មែរយើងទេរសជាតិដើមហ្មងសូម្បីតែប្រហិតណាចាសាច់ប្រហិតហ្នឹងគឺខុសគ្នានៅជប៉ុននេះប្រហិតគេផ្សេងតែញ៉ាំទៅវាអត់មានជាតិស្វិតជាតិអីដូចនៅស្រុកខ្មែរយើងទេសាច់ដុំចឹងហ្មងណាបើនេះខ្ញុំហើយនឹងម៉ាក់ចាគឺជាដៃគូពិភាក្សាគ្នាយ៉ាងល្អឥតខ្ចោះហ្មងតាំងពីនេះខ្ញុំនៅក្មេងចាជាទូទៅមានការអីក៏ទៅសួរយោបល់គាត់ដែរហើយគាត់អប់រំណែនាំយើងអញ្ចឹងណានិយាយទៅចេះគោរពចាស់ទុំជួបចេះសាពះចាចេះខ្លាចចិត្តអ្នកដតីហើយយើងអត់ធ្វើបាបអ្នកដតីចាគាត់បង្រៀនឲ្យអញ្ចឹងហ្មងប៉ុន្តែកុំឲ្យតែគេប៉ះយើងបើថាប៉ះគឺអត់ទុកទេដាក់ទៅវិញហ្មងពេលនៅក្មេងអីមានគេវាយប្អូនអីគឺថាទៅវាយវិញសិនហើយចាំទៅនិយាយគ្នាតាមក្រោយព្រោះអីយើងអត់ចង់ទ្រលាប់ឲ្យអ្នកដែលគាត់ទ្រលាប់វាយគេធ្វើបាបគេហ្នឹងកាន់តែមានអំនួតចាអញ្ចឹងគឺប្រក្រាបឲ្យហើយទៅហើយមួយទៀតសម្រាប់នាងខ្ញុំគឺអត់ចូលចិត្តភាពអយុត្តិធម៌ដូចថាម្នាក់កទៅវាយម្នាក់ខអញ្ចឹងណាអញ្ចឹងម្នាក់ខហ្នឹងអយុត្តិធម៌រងភាពអយុត្តិធម៌គឺត្រូវតែជួយដោះស្រាយឲ្យហ្មងចាត្រឡប់មកអញ្ចឹងហើយយើងជាបងផងយើងត្រូវការពារប្អូនអញ្ចឹងណាបើតែកាលហ្នឹងគឺនៅក្មេងគឺបែបអញ្ចឹងឯងបងប្អូនអត់ដឹងអីទេកាលហ្នឹងចាអរគុណច្រើនវីដេអូយើងដល់ទីបញ្ចប់ហើយចានេះមកញ៉ាំស៊ុបញ៉ាំអីជាមួយក្រុមគ្រួសារនៅថ្ងៃឆ្លងឆ្នាំចាចាំជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា